សូមស្វាគមន៍មកកាន់ហ៊ុនដីដែលអ្វីៗទាំងអស់ជាកម្មសិទ្ធិរបស់គ្រួសារហ៊ុនសែនអស់ជាច្រើនទសវត្សរ៍មកហើយដែលលោកហ៊ុនសែនបានកំណត់ជោគវាសនារបស់ប្រទេសជាតិទាំងមូលនៅក្នុងដៃរបស់គាត់អ្វីគ្រប់យ៉ាងត្រូវបានគ្រប់គ្រងហើយអនាគតរបស់ប្រជាជនគឺក្រៀមក្រំថ្ងៃនេះមកស្គាល់គ្រួសារគាត់លោកហ៊ុនម៉ាណែតកូនប្រុសច្បងរបស់ហ៊ុនសែនជាអាយ៉ងហ៊ុនសែនកាន់តំណែងជានាយករដ្ឋមន្ត្រីនិងគ្រប់គ្រងគ្រប់ក្រសួងក្រោមការបញ្ជារបស់ឪពុកប៉ុន្តែគឹមសូមសួរថាតើគាត់ធ្លាប់ញញពាក្យទេលោកហ៊ុនម៉ាណាគ្រប់គ្រងរាល់ការប្រស័យតាក់ទងមានគ្រប់គ្រងព័ត៌មានដែលចេញផ្សាយក្នុងប្រទេសតាមទូរទស្សន៍វិទ្យុនិងអនឡាញនាងកំណត់ថាអ្វីជាការពិតសម្រាប់ប្រជាជនកម្ពុជាឧត្តមសេនីយ៍ឯកហ៊ុនម៉ាណិតគ្រប់គ្រងកងទ័ពនិងចារកម្មគ្រប់គ្រងអំណាចយោធានិងការគៀបសង្កត់អ្នកប្រឆាំងរក្សាអំណាចនៅក្នុងដៃគ្រួសារហ៊ុនម៉ាលីកូនស្រីទី4គ្រប់គ្រងអាជីវកម្មរត់ធំលើភេសជ្ជៈបារីនិងកាស៊ីណូដែលមិនត្រឹមតែធ្វើឲ្យនាងខ្លាចជាអ្នកមានប៉ុណ្ណោះទេថែមទាំងអនុញ្ញាតឲ្យគ្រួសារនាងគ្រប់គ្រងសេដ្ឋកិច្ចរបស់ប្រទេសបានយ៉ាងពេញលេញទៀតផងហ៊ុនម៉ានីគ្រប់គ្រងការតវ៉ាគាំទ្រការគ្រប់គ្រងរបស់ឪពុកនាងបន្លុកមនុស្សឲ្យជួយជាក់លើភាពសុចរិតរបស់គ្រួសារប៉ុន្តែសំណួរគឺតើពួកគេដឹងថាពួកគេកំពុងត្រូវបានបោកបញ្ឆោតដោយគ្រប់គ្រងការជិះជាន់របស់ពួកគេទេនេះគឺជាប្រព័ន្ធមួយដែលបង្កើតឡើងសម្រាប់ការអស្ចារ្យរបស់ហ៊ុនសែននិងក្រុមគ្រួសាររបស់គាត់គ្រប់យុទ្ធភាពនៃជីវិតនៅកម្ពុជាត្រូវបានគ្រប់គ្រងដោយពួកគេរាល់ក្តីសង្ឃឹមរាល់ការតស៊ូរាល់ការគៀបសង្កត់ត្រូវបានរងកងតាំងពីដើមមក